ណាសាងអ្វីប្រទេសណាសាងពៀមកលើយើងប្រទេសនោះនឹងត្រូវទទួលកម្មត្រឡប់ទៅវិញអានឹងយើងមើលក្នុងសភាពជាក់ស្ដែងខាងក្រៅគឺប្រទេសមួយកំពុងបៀតបៀនប្រទេសមួយបើយើងមើលតាមច្បាប់សច្ចធម៌ខាងក្នុងត្រៃលក្ខធម៌គឺថាច្បាប់អនិច្ចំដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងហ្នឹងគឺតកតងនឹងការបៀតបៀនការបៀតបៀនការធ្វើប្រតិកម្មគេហៅថាបៀតបៀនគ្នាទៅវិញទៅមកហើយបំផ្លាញគ្នាដោយការចម្រើនដោយលោភៈទោសៈមោហៈដែលខ្ញុំតែងនិយាយថាយើងទិញរបស់មួយថ្មីដែលយើងអត់ដែរប្រើសោះយើងទុកចោលក៏វាត្រូវពុកវាផុយកំបិតដែលយើងសម្លៀងហើយស្អាតអត់មានច្រេះសំបីតែបន្តិចហើយយើងយកទៅដាក់ក្បែរពាងទឹក3ថ្ងៃក្រោយមកយើងទៅមើលឃើញកំបិតឬដាវនោះចេញច្រេះអញ្ចឹងកន្លែងហ្នឹងគឺចង់និយាយពីច្បាប់អនិច្ចំគឺការបៀតបៀនគ្នាទៅវិញទៅមកដែលក្នុងនោះគឺសត្វធំស៊ីសត្វតូចហើយសត្វតូចនោះវាទៅស៊ីសត្វល្អិតតគ្នាទៀតអញ្ចឹងគឺលោកនេះគឺវាវិលជុំសង្សារវត្តៈដែលព្រះសម្ដែងគឺមាន3យ៉ាងទី1តកតងនឹងកម្មវត្តៈហ្នឹងហើយកម្មវត្តៈកិលេសវត្តៈនិងវិបាកវត្តៈនៅក្នុងនោះគឺវិលជុំបងប្អូនណាគឺវិលជុំប៉ុន្តែហេតុនៃការសាងនៃកម្មទាំងឡាយគឺមកពីកិលេសហ្នឹងណាកិលេសរបស់មនុស្សដែលធ្វើទុកទៅលើគ្នាទៅវិញទៅមកអញ្ចឹងលោកនេះវាជាការបៀតបៀនគ្នាហើយម្យ៉ាងវិញទៀតត្រង់កន្លែងដែលការឲ្យយើងបញ្យល់ឃើញនៅក្នុងហេតុនេះហើយរឿងរ៉ាវដែលកំពុងកើតមានសង្គ្រាមមានអត្តបាតទាំងឡាយសពសារពើនៅក្នុងសម័យពាក់កណ្ដាលសាសនា2560ផ្លាយត្រូវនឹងគ្រិស្តសករាជ2025នឹងចូលទៅកាន់គ្រិស្តសករាជ2026គឺពេលវេលាដែលគៀកបំផុតដែលសកលលោកដើរទៅក្នុងទំនាយហេតុនៃសាសនាបញ្ចប់នៅក្នុងយុគ9ព្រោះហេតុកលាហលទាំងសង្គ្រាមច្បាំងកັບចាក់ទាំងអស់នេះគឺជាហេតុបន្តរែងសម្អាតនាំឲ្យកើតសន្ធឹកនិងមនុស្សដែលមានបុណ្យបារមីអច្ឆរិយៈច្រើនមែនទែនព្រោះនៅពេលដែលពិភពលោកច្បុកច្បល់សង្គ្រាមហេតុកលាប់ចាក់ទាំងឡាយនាំឲ្យកើតមនុស្សមានបុណ្យបារមីច្រើនទី1ទី2នាំឲ្យមនុស្សនឹងចេះសាងបារមីក៏ច្រើនព្រោះនៅពេលឃើញហេតុឃើញសង្គ្រាមឃើញអត្តបាតមើលទៅថាលោកនេះប្រែប្រួលមិនទៀងជាទុកពិតប្រាកដដោយព្រះសម្ដែងមែនអ្វីថាល្អដូចជាមិនល្អថាអាក្រក់ក៏វាអាចអាក្រក់ជាងនឹងទៅទៀតលើសអ្វីដែលយើងគិតអញ្ចឹងអ្វីដែលយើងគិតប៉ុណ្ណេះវាអាចនឹងលើសនៃការគិតរបស់យើងប៉ុណ្ណោះទៅទៀតដែលយើងតែនិយាយថាមនុស្សគិតមិនដូចទេវតាគិតហ្នឹងហើយយើងអាចគិតថារឿងហេតុនេះវាត្រឹមប៉ុណ្ណេះប៉ុន្តែពេលដែលវាកើតឡើងជាក់ស្ដែងគឺលើសនឹងទៅទៀតអញ្ចឹងនេះជាហេតុសាសនាជាហេតុដែលនាំឲ្យមនុស្សចេះសាងបារមីសាងកុសលផលបុណ្យដូចជាពញាតិបងប្អូនទាំងអស់ចូលរួមបំពេញបុណ្យជាមួយខ្ញុំបកណាទាំងការកសាងទាំងការបំពេញកសាងព្រះស្អាមេត្រីពុទ្ធរូបស្នងអង្គទាំងការចូលរួមដល់បងកងទ័ពជនភៀសសិទ្ធទាំងឡាយសុទ្ធតែជាហេតុនៃការឃើញជាក់ស្ដែងនឹងភ្នែកសង្វេគនឹងមុខពិចារណាយល់ត្រង់បញ្ញាថាការបំពេញការចែករំលែកនៅទានគឺជាបុណ្យដ៏ក្រៃលែងគឺជាហេតុនៃការសាងបារមីចិត្តដែលយើងត្រូវបំពេញលះទ្រព្យធនធានមិនថាតិចច្រើនទេព្រោះវគ្គនេះគឺវគ្គអ្នកសាងបារមីនិងវគ្គអ្នកមានបុណ្យបារមីត្រូវចេញមករៀបចំសាសនារៀបចំសកលលោករៀបចំពិភពលោកនិងសម្រេចកិច្ចទាំងពួងដោយបុណ្យអញ្ចឹងបើយើងមិនខំប្រឹងធ្វើបុណ្យតើយើងនឹងអាចតន់អ្នកមានបុណ្យយើងនឹងអាចមានបុណ្យឯណានឹងអាចជួយទ្រទ្រង់គ្រួសារនិងញាតិទាំងឡាយឲ្យផុតពីគ្រោះភ័យបានអញ្ចឹងត្រង់ចំណុចកន្លែងនេះគឺបង្ហាញយ៉ាងច្បាស់មែនទែនតាក់ទងនឹងបញ្ហារឿងរ៉ាវអត្តបាតទាំងសង្គ្រាមគ្រោះធម្មជាតិសពសារពើនេះគឺជាហេតុនៃសាសនាពិតប្រាកដគឺជាការផ្លាស់ប្ដូរមួយដែលឲ្យមនុស្សទាំងឡាយផ្លាស់ប្ដូរទាំងការគិតផ្លាស់ប្ដូរទាំងយុគសម័យហើយឲ្យមនុស្សឃើញជាក់លាក់ច្បាស់ណាស់ថាកុំឲ្យទុកចិត្តពិភពលោកនេះឲ្យសោះមនុស្សកាន់តែឆ្លាតផែនដីកាន់តែចិត្តវិនាស
ព្រោះចង់ក្រោយភាពឆ្លាតរបស់មនុស្សគឺការបំផ្លាញខ្លួនឯងហើយឆ្លាតពាក្យថាឆ្លាតលើសកំណត់ឆ្លាតលើសកម្រិតឆ្លាតរបៀបមនុស្សសពថ្ងៃគេហៅថាឆ្លាតជ្រុលហើយឆ្លាតរបៀបបញ្ញារបស់មនុស្សជាលោកយៈខ្វះបញ្ញាដៃគូជាលោកតរៈច្បាស់ជាពិភពលោកនេះវិនាសសាបសូន្យមិនខានហើយបញ្ញាជាលោកយៈរបស់មនុស្សនេះបើខ្វះធម៌ក្នុងការអប់រំហើយមិនយល់ពីដំណើរនៃធម្មជាតិទាំងឡាយទេច្បាស់ជាយកប្រាជ្ញាបញ្ញាជាលោកយៈទៅបំផ្លាញគ្នាបំផ្លាញពិភពលោកទាំងមូលអញ្ចឹងហេតុនៃសាសនាហេតុនៃការកលាហលកលាប់ចៈនៅក្នុងពេលនេះដែលខ្ញុំធ្លាប់បានសម្ដែងអធិប្បាយជាច្រើនកន្លងមកគឺបងប្អូនបានដឹងរួចហើយថាសត្យជាការពិតភ្លើងក៏ឆេះដីក៏ប្រេះទឹកក៏លិចខ្យល់ក៏ពុលសង្គ្រាមក៏កើតសង្គ្រាមធំគឺសង្គ្រាមមួយចំអិនកំពឹសសង្គ្រាមលោកលើកទី3ដែលគួរឲ្យខ្លាចជាងសង្គ្រាមរវាងខ្មែរនិងថៃទៅទៀតអញ្ចឹងទេសូមបញ្ជាពុកម៉ែបងប្អូនត្រៀមខ្លួនពិចារណាធម៌ទាំងឡាយប្រកបដោយយោនិសោមនសិការៈតាំងចិត្តឲ្យមាំទាំដោយឧបាយនៃប្រាជ្ញារៀនសិក្សាសូត្រនៅធម៌អាប្រាថ្នានៅក្នុងផ្លូវរួចចាកទុកហ្នឹងហើយព្រោះលោកនេះទុកណាស់ព្រោះកលាហលភាពកាប់ចាក់សម្លាប់ច្បាំងដើមហែកហួរគ្នាសត្វតែជានៃរុញច្រានបុគ្គលដែលអ្នកមានញាណបារមីចាស់ឲ្យប្រឹងពឺតឡើងប្រឹងសន្សំឡើងប្រឹងគាស់នៅបញ្ញាញាណចាស់ដែលខ្លួនធ្លាប់ប្រាថ្នារួចចាក់ទុកឲ្យចេញមកដើម្បីកែប្រែចិត្តគំនិតនិងទម្លាប់របស់ខ្លួនធ្លាប់គិតយ៉ាងនេះបដូរមកគិតយ៉ាងនេះធ្លាប់គិតជាមច្ឆាទិដ្ឋិបដូរមកជាសមាទិដ្ឋិព្រោះនៅពេលដែលខ្លួនរបច្ច័យធនធានទ្រព្យមានទៅគឺឃើញថាអ្វីវាដូចជាប្រែប្រួលការបានក៏បានប៉ុន្តែវាមានការបាត់បង់គ្រួសារបាត់បង់សាច់ញាតិប្រទេសជាតិជួបទុកបញ្ហាសង្គ្រាមច្បាំងកាប់ចាក់មិនចេះចប់អញ្ចឹងគឺឃើញថាអ្វីគឺដំណើរធម្មជាតិកំពុងតែសាកល្បងជាវិញ្ញាសានឹងកំពុងតែដាស់នៅសតិបញ្ញារបស់យើងម្នាក់ឲ្យក្រោកឡើងឲ្យភ្ញាក់ឡើងថាទ្រព្យធនសម្បត្តិមាសពេជ្រកៅកងបន្ទូសូរកានទាំងឡាយមិនជាសារៈសំខាន់អ្វីខ្លាំងដល់ការរក្សាជីវិតនិងមានបញ្ញាចេះដោះស្រាយបញ្ហានឹងអប់រំផ្លូវចិត្តខ្លួនឯងក្នុងពេលវេលាកលៈទេសៈដែលលំបាកបំផុតដែលត្រូវជួបទុកបាត់បង់សាច់ញាតិជួបទុកអន្តរាយបាត់បង់ទ្រព្យសម្បត្តិឬបាត់លៀបបាត់យសត្រូវគេនិន្ទាត្រូវគេវាយសំពងត្រូវទទួលកម្មអ្នកដទៃធ្វើទុកធ្វើទោសដាក់ហើយជាពិសេសក្នុងកលៈទេសៈនៅពេលដែលមានសង្គ្រាមមានអត្តបាតកើតឡើងគឺថាគ្មានអ្នកណាមួយនៅសុខទេមិនថាអ្នកមានមិនថាអ្នកក្រអ្នកសអ្នកខ្មៅអ្នកល្អអ្នកអាក្រក់គឺត្រូវតែកើតទុកកើតទោសកើតនៅវិបត្តិបញ្ហាផ្លូវចិត្តគឺសម្ពាធផ្លូវអារម្មណ៍ភ័យខ្លាចតក់ស្លុតគឺម្នាក់ចង់តែរស់អញ្ចឹងជីវិតនៅពេលដែលដើរដល់ដំណាក់កាលចុងក្រោយគឺទើបដឹងថាជីវិតមានតម្លៃអញ្ចឹងបានជាសារដាស់តឿនកន្លងមកបានបញ្ជាក់ជម្រាបជូនបងប្អូនបញ្ញត្តិថាកុំចាំដល់ពេលស្លាប់ឬបាត់បង់ជីវិតទើបគិតថាជីវិតរស់នៅមានតម្លៃកុំចាំដល់ធ្លាក់នរកទើបស្ដាយនៅអត្តភាពជាមនុស្សកុំចាំព្រាត់ប្រាសនារីគ្នាហើយទើបសោកស្ដាយការជួបជុំអញ្ចឹងនៅពេលដែលនៅមានការជួបជុំនៅមានជីវិតជាមនុស្សត្រូវរស់នៅឲ្យមានតម្លៃសាងអ្វីដែលល្អគុណធម៌ខ្ពស់ណាដែលមិនទាន់បំពេញចូលបំពេញទានសិលភាវនាឬសិលសមាធិវិបស្សនាឬក៏បញ្ញានឹងជាដើមអញ្ចឹងទេបើបងប្អូនយល់ពីចំណុចហេតុនៃសាសនាការច្បុកច្បល់ក្លាប់ចាក់នេះគឺបងប្អូននឹងធ្វើអ្វីដែលត្រូវធ្វើឲ្យចាំបាច់លះនៅទ្របធនធានធ្វើទានធ្វើបុណ្យដោយមិនស្ដាយអ្វីទេព្រោះចង់ក្រោកអត់មាននរណាម្នាក់យកឲ្យបានទៅលោកនៅនេះទៅតតែសោះគ្មាននរណាម្នាក់យកអ្វីបានពីការកើតរលត់នេះទៅតតែសោះព្រោះលោកនេះមានតែការកើតនិងការរលត់
បងកងតបពលីជីវិតនៅនឹងមុខយើងជីវិតជូនជាតិធាតុជូនម្ដាយហើយរាងកាយជូនប្រពន្ធកូនយកមកបូជាឈាមស្រស់ស្រោចស្រពលើខ្លួនប្រាណស្រោចស្រក់លើពធរណីមិនមែនតែចំនួនរបស់យើងនេះទេគ្រប់ចំនួននៃមនុស្សកើតមកគឺតែងតែមានការច្បាំងកាប់ចាក់សម្លាប់គ្នាទៅវិញទៅមកមិនឈប់ឈរមុនពេលដែលយើងមានសន្តិភាពមកដល់ពេលនេះយើងក៏ទទួលការបង្ហូរឈាមវ័យសំពងនៅក្នុងសម័យ79បងប្អូនណាដែលអន្តរាយកើតឡើងដោយសារអីគឺដោយសារតែលោភៈទោសៈរបស់មនុស្សនឹងគឺវាចម្រើនឡើងខ្លាំងហើយធ្វើឲ្យពួកអាសល់ពួកព្រីផ្សែងមាទាំងឡាយបង្ក្រាបបញ្ជ្រាបចិត្តមនុស្សបានសម្រេចដូចជាពួកចៅឆ្លៀនពៀនយើងសពថ្ងៃដែរពួកអាសល់ពួកអមនុស្សអាក្រក់ពួកព្រីផ្សែងនឹងបង្ក្រាបចិត្តធ្វើឲ្យពួកយោធាពួកកងទ័ពខាងសៀមនោះគឺគេមិនខ្លាចច្បាប់អន្តរជាតិមិនខ្លាចការបង្ហូរឈាមមិនខ្លាចបុណ្យបាបអ្វីទាំងអស់គឺថាធ្វើយ៉ាងម៉េចក៏ដោយឲ្យតែឈ្នះឲ្យតែធ្វើទុកឲ្យប្រទេសយើងនគរយើងមនុស្សខ្មែររបស់យើងមានការឈឺចាប់ហើយមីរាល់ថ្ងៃគឺកន្លុកខ្លាំងណាស់គឺមិនចង់ឲ្យមនុស្សដែលមានបុណ្យបារមីនឹងចេញច្រើនទេគឺថាបង្ក្រាបសង្កត់មនុស្សនឹងអ្នកខ្លះចង់ធ្វើល្អគឺមានមៀមកជ្រែកសពបែបយ៉ាងទាំងក្នុងទាំងក្រៅឲ្យតែយើងតាំងចិត្តក្នុងការធ្វើល្អមិនថារក្សាសិលប្រមាណទេគឺថាមានមៀនឹងចាំជ្រែកចិត្តចាំជ្រែកចាំបង្អាក់មិនឲ្យយើងរក្សាមិនឲ្យយើងធ្វើបានអញ្ចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្ននៅលើលោកនេះគឺវាមានសភាវៈពីរល្អនិងអាក្រក់ធម្មជាតិពីរនេះវារស់នៅជាមួយគ្នាតែរស់នៅក្នុងរបៀបនៃការប្រទាញបន្ទងគ្នាចិត្តរបស់យើងក៏ដូចគ្នាមានល្អមានអាក្រក់ពេលចិត្តល្អកើតឡើងចិត្តអាក្រក់ក៏ស្ងប់ទៅនៅពេលដែលចិត្តអាក្រក់កើតឡើងចិត្តល្អក៏ស្ងប់ទ្រោមទៅបាត់អញ្ចឹងសភាវៈពីរនឹងវាធ្វើការងារផ្លាស់ប្ដូរគ្នាទៅវិញទៅមកតាមតែអំណាចដែលយើងម្នាក់កាន់យករៀងខ្លួនដែលព្រះសម្ដែងថាជាកុសលចិត្តឬអកុសលចិត្តល្អឬចិត្តអាក្រក់ហើយវាមាននៅក្នុងខ្លួនយើងរៀងខ្លួនគ្រប់គ្នាប្រទេសជាតិណាសាសនាក៏ដោយក៏មានចេតសិកមានចិត្តអាក្រក់នឹងរៀងខ្លួនអញ្ចឹងលោភៈទោសៈមោហៈនេះជាតិណាសាសនាប្រទេសណាគឺមានដូចគ្នាទាំងអស់មិនមែនមនុស្សខ្មែរមានលោភៈទោសៈមោហៈហើយមនុស្សខាងជនចៅប្រជាមិត្តមិនមានទេឬក៏ប្រទេសដទៃមិនមានទេគឺថាមានស្មើគ្នាព្រោះសច្ចធម៌ដែលព្រះសម្ដែងគឺថាជាធម៌ដែលមានអត្ថន័យគេហៅថាអប់រំសត្វលោកទូទាំងផែនដីមិនចំណោះមិនសំដៅឬក៏មិនលើកលែងសាសនាទេគឺថាគ្រប់ជាតិសាសន៍គឺសុទ្ធតែដើរទៅតាមអំណាចសច្ចធម៌ឬក៏ត្រៃលក្ខធម៌អនិច្ចំទុក្ខំអនិត្តាហើយមានអំណាចលោភៈទោសៈមោហៈចិត្តនេះជាហ្នឹងហើយជាអ្នករមូលដឹកនាំឬហៅថាអកុសលមូលអញ្ចឹងយើងម្នាក់មកក្នុងលោកនេះគឺមកពីអភិវឌ្ឍផ្លូវចិត្តកាយសម្រួលចំណុចខ្វះខាតបើថាខឹងជ្រុលពេកឲ្យតម្លាក់រៀងល្មមបន្តិចមកបើថាមានះពេកតម្លាក់មានះនឹងបន្តិចមកណាហ្នឹងហើយបើថាបញ្ញាខ្សោយពេកត្រូវបន្ថែមបញ្ញាមកមោហៈពេកគិតវង្វេងរាយមីពេកបន្ថយការគិតនឹងមកអញ្ចឹងលោកនេះធ្វើមិនគឺស៊ីសងតម្រែតម្រូវធ្វើឲ្យតលយៈភាពស្មើគ្នាគឺផ្លូវកណ្ដាលហ្នឹងហើយមិនឲ្យអាក្រក់ពេកមិនឲ្យក្តៅក្រហាយពេកហ្នឹងហើយគឺល្មមណាហ្នឹងហើយអញ្ចឹងទេបងប្អូនអាចរៀបចំតាមបញ្ញាទាំងការអប់រំផ្លូវចិត្តខ្លួនឯងក៏ដូចគ្នាអញ្ចឹងណាយើងធ្វើទៅតាមរបៀបវិរៈដែលព្រះពុទ្ធលោកសម្ដែងតកតងនឹងការសិក្សាអំពីហេតុនៃអកុសលដែលកើតឡើងព្រោះដោយសារយើងម្នាក់កាន់យកហើយដាក់ចំណីឲ្យវាច្រើនពេកហើយខាងកញ្ជ្រោងខ្មៅហ្នឹងណាអញ្ចឹងកញ្ជ្រោងខ្មៅនេះក៏ដាក់ចំណីឲ្យច្រើនគឺវាចេញតែកញ្ជ្រោងខ្មៅហ្នឹងមកអញ្ចឹងបើយើងដាក់ចំណីកញ្ជ្រោងសខ្លាំងគឺកញ្ជ្រោងសវាលូតខ្លាំងជាង
ចឹងបើយើងសិក្សាប្រណិប័តគៀបតម្រង់តាមសិលសមាធិវិបស្សនានោះកញ្ជ្រោងសអតិភិបចិត្តល្អវានឹងចម្រើនឡើងខ្លាំងតែបើយើងចម្រើនលោភៈទោសៈមោហៈពេញមួយថ្ងៃហ្នឹងហើយគឺអាចិត្តអាក្រក់នឹងវានឹងដោះឡើងមកកាន់តែខ្លាំងអញ្ចឹងសមាធិជន់សង្កត់វិបស្សនាកាត់ក្បាលកលេសខ្ញុំព្រះករណាក៏សូមគោរពជូនដំណឹងដល់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសបានជ្រាបថាគឺខ្ញុំបាននឹងចាប់ផ្ដើមទទួលនៅបច្ច័យមូលនិធិក្នុងការជួយដល់បងប្អូនបញ្ញត្តិជនភាសារបស់យើងដែលកំពុងត្រូវការជំនួយឧបត្ថម្ភខាងស្បៀងអាហារដែលខ្ញុំព្រះករណាគឺនឹងទៅដល់ទីតាំងផ្ទាល់ដើម្បីជួយដល់បងនិងបងប្អូនពុកម៉ែមេមីទាំងអស់ហើយសម្រាប់ការទទួលបច្ច័យគឺចាប់ពីពេលវេលាម៉ោងនេះតទៅទាំងបងប្អូនក្នុងនិងក្រៅប្រទេសក៏អាចតាក់ទងតាមរយៈ Facebook Page និងតាមរយៈលេខ Telegram របស់ខ្ញុំបាទហើយជំនួយមូលនិធិដែលយើងប្រមូលបានក្នុងពេលនេះគឺសរុបបច្ច័យរួមទាំងខ្ញុំប្រកាសណានឹងញាតនៅក្នុងទឹកដីប្រសិទ្ធិចំនួន$500និងបងប្អូនចូលរួមបន្ថែម$160និងបច្ច័យពីមុនបន្ថែម$380អញ្ចឹងសរុបទៅយើងបានបច្ច័យ$1040ហើយបងប្អូនក៏អាចចូលរួមបន្តបន្ថែមទៀតដើម្បីជាជំនួយក្នុងការជាវជាស្បៀងព្រោះខ្ញុំប្រកាសណាបានរៀបចំមានខោអាវនិងមានសម្លៀកបំពាក់ផ្សេងស្រាប់ត្រៀមរួចជាស្រេចអញ្ចឹងក្នុងកិច្ចការងារក្នុងការប្រមូលនៅមូលនិធិបច្ច័យនេះសង្ឃឹមថាបញ្ញត្តិបងប្អូនចូលរួមឲ្យបានទាំងអស់គ្នាដើម្បីជួយដល់ជាតិមាតុភូមិជាពិសេសបងប្អូនពូជពងនគរខ្មែររបស់យើងឬហៅថាបញ្ញត្តិពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារសង្គ្រាមដោយសារតែពពួកចៅខ្មាំងសៀមកំពុងតែរុករានបង្កសង្គ្រាមម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំប្រកាសណាក៏សូមជម្រាបជូនដល់បញ្ញត្តិបងប្អូនទាំងអស់គ្នាឲ្យបានចូលរួមហើយការចូលរួមគឺបងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទ077 54 93 54 096 67 46 707និងប្រព័ន្ធ Medphone មួយខ្សែទៀត067 35 89 36ហើយលេខទាំង3ខ្សែនេះក៏មាន Telegram បងប្អូនអាចតាក់ទងមួយណាក៏បានដែរហើយមាន Page Facebook របស់យើងដែលមាន Page បារមីមហានគរជាភាសាអង់គ្លេសដែលខ្ញុំបានផុសវីដេអូនេះនិង Page មើលខ្សែបាតដៃទូអង្គបារមីមហានគរព្រមទាំង Page ពីរទៀតគឺបារមីស្រុកខ្មែរមហានគរវគ្គ2និងបារមីចក្រវាលមហាសាលវគ្គ1បងប្អូនអាចឆាតចូល Page មួយណាក៏បានដែរខ្ញុំប្រកាសអាណារីករាយនឹងទទួលស្វាគមន៍សម្រាប់ការចូលរួមជាបច្ច័យនិងសទ្ធាក្នុងការជួយដល់បងជនភៀសឹកនិងបងកងទ័ពជួរមុខដូចគ្នាដែរអញ្ចឹងខ្ញុំប្រកាសណាក៏សូមអរគុណសូមគោរពលាហើយសង្ឃឹមថាបច្ច័យទាំងអស់នឹងបានរួបរวมសាមគ្គីគ្នាព្រោះខ្ញុំប្រកាសណាអាចនឹងទៅ1លើកឬ2លើកឬ3លើកទៅតាមលទ្ធភាពនិងការចូលរួមរបស់បញ្ញត្តិបងប្អូនព្រោះលើកនេះគឺសង្គ្រាមរវាងពពួកសៀមឬថៃដែលវាយមកលើទឹកដីនគរខ្មែរយើងបំផ្លាញរតនវត្ថុមានប្រាសាទមានអីហ្នឹងគឺថាអូសបន្លាយពេករៀងយូរហើយអាចធំជាងមុនធំជាង30មុនទៅទៀតអញ្ចឹងបងព្រមទាំងបញ្ញត្តិទាំងអស់ក៏ត្រូវមានការប្រុងប្រយ័ត្នជំលះទៅទីទួលសុវត្ថិភាពហើយខ្ញុំប្រកាសណាក៏សូមប្រមូលនៅកងការមហាកុសលទាំងអស់ដល់បងប្អូនចិត្តឆ្ងាយបញ្ញត្តិទាំងអស់រួមទឹកដីនគរព្រមទាំងប្រទេសរបស់យើងសូមឲ្យសុខសាន្តត្រានរួចផុតចាកទុក្ខទោសកម្មពៀទាំងឡាយទាំងពួងហើយសូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកជាពិសេសទឹកដីមហានគរខ្មែរបុព្វបុរសរបស់យើងតាមថែរក្សាការពារដល់បងប្អូនជនភៀសឹកនិងបងកងទ័ពជួរមុខវរៈកងទ័ពដែលពលីជីវិតដែលកំពុងប្រឈមនឹងការពលីជីវិតក្តីក៏សូមឲ្យបានរួចផុតនៅទុក្ខទោសឈ្នះនៅមាសត្រូវពពួកចៅខ្មាំងសៀមទាំងអស់នោះកុំបីអខានឡើយសូមអនុមោទនាហើយសម្រាប់ QR Code ខ្ញុំបាទនឹងដាក់នៅក្នុងវីដេអូនេះហើយនឹងដាក់នៅខាងក្រោម comment នឹងតែម្ដងហើយសម្រាប់បញ្ញត្តិបងប្អូនដែលមានចម្ងល់អាច call ក៏បានឬក៏អាចឆាតចូល page ចំពោះQR Code គឺខ្ញុំបាទដាក់បងប្អូននៅក្នុងនេះគឺបងប្អូនអាចឃើញ QR Code និងជាលេខដែលត្រូវទទួលបច្ច័យហើយនឹងតាមរយៈ comment គឺខ្ញុំបាននឹង comment ជា QR Code នៅខាងក្រោមហ្នឹងបងប្អូនខាងក្រោមវីដេអូហ្នឹងបងប្អូនអាចចូលទៅមើលបានគ្រប់អរគុណច្រើនសម្រាប់បងប្អូនដែលចូលរួមកន្លងមកហើយនឹងចូលរួមថ្មីនេះឬក៏ពីព្រឹកមិញមកដល់ពេលនេះគឺបានជិត$200ហើយនឹងសម្រាប់បងប្អូនចូលរួមជាបន្តបន្ទាប់អញ្ចឹងក៏សូមបញ្ញត្តិទាំងអស់មេត្តាចូលរួមទាំងអស់គ្នាកុំបីអខានសូមអនុមោទនាហើយក៏សូមគោរពលាបងប្អូនត្រឹមតែប៉ុណ្ណេះ